ពេលគាត់ថាគាត់មើលគាត់ក្មេងដូចជាមិននិយាយថាក្មេងពេកតែបងគាត់ថាមិនអីទេសំខាន់គេចេះគិតដែរកូនគេក្មេងដែរអាយុប៉ុណ្ណឹងមិនជាប្រមាណសំខាន់យើងមើលចិត្តគ្នាទៅចាប់ពីពេលហ្នឹងមកក៏សង្កេតឃើញគាត់យូរទៅម្ដងម្កាលជួបគាត់ក៏មានអារម្មណ៍ថាមានចិត្តលើគាត់ដឹងនៅពេលពូគាត់ប្រាប់ថាមានគេលួចចាប់អារម្មណ៍លួចស្រឡាញ់អីចឹងទៅអារម្មណ៍ពេលហ្នឹងនេះដែរពេលរបៀបពេលពូប្រាប់ទៅអៀនអីថាមិនដែរអត់សូវជឿគាត់អីចឹងពេលហ្នឹងសួរពូដែរថាណាគេលួចមើលណាគេអីចឹងហើយពេលហ្នឹងក៏ខ្ញុំនិយាយថាហៅគាត់ពូអីចឹងធម្មតាមុនដំបូងខ្ញុំហៅគាត់ពូទេដល់ពេលស្គាល់គ្នាយូរទៅក៏ហៅបងអីចឹងពេលហៅបងមានអារម្មណ៍ថាសប្បាយចិត្តថាម្នាក់ហ្នឹងបែរជាគាត់មានចិត្តលើយើងខ្លះដែរអញ្ចឹងណាអារម្មណ៍ពេលឃើញមុខគាត់រៀងអៀនដែរបងពេលឃើញមុខគាត់ហើយដឹងតែគាត់ចាប់អារម្មណ៍អីហើយអៀនដែរប៉ុន្តែខ្ញុំនៅតែរបៀបនៅតែលួចមើលគាត់ចឹងពេលខ្លះតាមទ្វារមានដែរហើយអត់ហ៊ានមើលមុខគាត់ចំទេពូគាត់ថាគេរៀងអាយុច្រើនអីចឹងហើយខ្ញុំថាយ៉ាត់ចាស់ហើយតែអត់ទេដល់ពេលឃើញមុខទៅរៀងក្មេងរៀងស្អាតចូលលួចមើលក្នុងផ្ទះហើយមកប្រកាច់ប្រកាន់មួយប្អូនក្នុងផ្ទះហ្នឹងតាគាត់ថាធ្វើណាមួយអាយុច្រើនហើយមួយធ្វើលហ៊ានទៅបាត់ទៀតតាក៏រៀងបាក់តិចដល់ពេលគិតទៅខ្ញុំក៏ជួយនិយាយកូននឹងសុភាពស្លូតណាស់មករដងអត់ដែរមាត់កឲ្យអង្គុយសើចតែញឹមកូនឯងថាវាល្អទាំងអស់គ្នាហើយព្រោះប៉ាតាមទៅតាមដំណើរនឹងទៅសម័យខ្លួនអីក៏វាត្រូវគ្នាដែរធ្វើម៉េចឥឡូវតាមដំណើររបស់វាតែចឹងទៅរឿងធឿនហ្នឹងខ្ញុំសួរប៉ាខ្ញុំបញ្ជាក់ភាសាទៀតគាត់ថាគាត់អូខេគាត់យកព្រមហើយទីឯងប្រាប់ទៅខាងធឿនហ្នឹងផងហើយឲ្យប៉ាម៉ាក់គាត់ចូលសួរមកទោះបីកលៀតអាយុខ្ញុំរៀងឆ្ងាយពីគ្នាមែនប៉ុន្តែវារៀងកក់ក្ដៅឥឡូវជីវិតខ្ញុំពងភេង